គ្រាន់តែគម្រោងធ្វើនំកញ្ឆាយមួយថ្ងៃហើយមួយថ្ងៃទៀតទម្រាំបានធ្វើខ្ជិលផងរវល់ផងឥឡូវស្លឹកកញ្ឆាយចេញផ្កាអស់តោះយើងទៅកាត់ស្លឹកកញ្ឆាយទាំងអស់គ្នាមុននឹងធ្វើនំស្លឹកកញ្ឆាយយើងឧស្សាហ៍កាត់គឺថាកាន់តែលាស់ហើយស្លឹកធំធំល្អទៀតខ្ញុំយកមករើសសម្អាតឲ្យស្អាតហើយយកផ្កាចាស់ចាស់ចេញហើយផ្កាខ្ចីខ្ចីគឺខ្ញុំដាក់ហាន់ជាមួយបន្ទាប់មកយើងយកមកលាងទឹករួចហើយយើងយកមកហាន់ជាកង់កង់មកល្មមមកស្លឹកកញ្ឆាយខ្ញុំមកផើងនេះរៀងច្រើនគួរសមដែរបន្ទាប់មកខ្ញុំមានខ្ទឹម3កំពឹសខ្ញុំយកមកច្រាមឲ្យម៉ត់មកបន្ទាប់មកយើងដាក់ខ្លាញ់ឲ្យក្តៅខ្ញុំដាក់ខ្ទឹមសបំពងយើងរំលីងតតែខ្ទឹមសយើងគឺថាបានឈ្ងុយល្អមកបន្ទាប់មកខ្ញុំដាក់ស្លឹកកញ្ឆាយចូលហើយខ្ញុំដាក់ម្រេចម៉ត់បន្តិចហើយនឹងអំបិលបន្តិចខ្ញុំអត់មានប្រើគ្រឿងអីច្រើនទេបងប្អូនចូលចិត្តដាក់ប្រេងខ្យងឬមួយក៏ដាក់ប៊ីចេងអីបងប្អូនអាចបន្ថែមបានហើយយើងរំលីងឲ្យស្លឹកយើងបានឆ្អិនបន្តិចមកបន្ទាប់មកខ្ញុំចាក់ទុកមើលលើឥឡូវយើងមកលាយម្សៅយើងវិញខ្ញុំមានម្សៅអង្ករខ្សាយ1កូនចានចង្កឹះម្សៅអង្ករដំណើប1កូនចានចង្កឹះហើយនិងម្សៅឆា1កូនចានចង្កឹះហើយខ្ញុំប្រើទឹកចំនួនកន្លះលីត្រយើងចាក់ចូលគ្នាទាំងអស់ហើយយើងលាយគ្រឿងយើងឲ្យបានសព្វល្អមកបន្ទាប់មកយើងយកទៅកូរនៅលើភ្លើងខ្ញុំធ្វើខុសពីលើកមុនខ្ញុំប្រើម្សៅឆាតែបន្តិចតែម្ដងនេះខ្ញុំដាក់ស្មើគ្នាយើងកូរឲ្យរាងកកបន្តិចមកទើបខ្ញុំបន្ថែមប្រេងឆាឬមួយក៏ប្រេងអូលីវក៏បានដែរ1ស្លាបព្រាបាយហើយយើងបន្តកូររហូតទាល់តែម្សៅយើងគឺថាបានរីងទឹកល្អបន្ទាប់មកយើងបិទភ្លើងឲ្យបងប្អូនទុកឲ្យត្រជាក់សិនក៏បានដែរឬមួយក៏យកទៅលុញទាំងក្តៅក៏បានតែខ្ញុំមកដាក់លុញទាំងក្តៅបងប្អូនឲ្យនិយាយពីថាក្តៅឥឡូវយើងមករៀបចំចានចំហុយសិនខ្ញុំកាត់กระดาษដាក់ក្រាលវាក្រមបន្ទាប់មកខ្ញុំចាក់ប្រេងតិចហើយយើងលាបលើกระดาษយើងដើម្បីកុំឲ្យស្អិតនំទើបខ្ញុំយកម្សៅស្ងួតយកម្សៅស្ងួតខ្ញុំប្រើម្សៅឆាបន្ទាប់មកខ្ញុំចាក់ម្សៅដែលយើងបានកូរមិញហ្នឹងហើយវាក្តៅពេកបងប្អូនដោយសារខ្ញុំធ្វើប្រញាប់ញ៉ាំមកបើបងប្អូនមានពេលទុកឲ្យត្រជាក់សិនទៅកុំឲ្យធូរដូចខ្ញុំបងប្អូនឲ្យពិបាកកាន់អត់ចង់កើតទេក្តៅពេកខ្ញុំយកមកកាត់ជាកង់ម្ដុំអញ្ចឹងមកដោយសារតែខ្ញុំមើលច្បាច់អត់បានវាក្តៅពេកហើយបន្ទាប់មកយើងយកមកកិនឲ្យរាងសំប៉ែតហើយយើងធ្វើឲ្យរាងមូលហើយរាងសំប៉ែតមកទើបខ្ញុំដាក់ស្លឹកកញ្ឆាយចូលយើងដាក់តែមួយស្លាបព្រាឬមួយក៏មួយស្លាបព្រាកន្លះអីទៅក៏បានដែរហើយយើងដាក់វារុំចូលគ្នាមកយើងធ្វើដូចដំប៉ៅអញ្ចឹងតែយើងផ្កាប់យកទៅខាងមូលបន្ទាប់មកយើងសង្កត់ឲ្យរាងសំប៉ែតបន្តិចបងប្អូនកុំសង្កត់ខ្លាំងពេកពេលដែលយើងចំហុយទៅគឺថាវារឹតតែសំប៉ែតទៀតហើយយើងលាបខ្លាញ់នៅលើกระดาษអញ្ចឹងគឺថាអត់ជាប់ទេខ្ញុំធ្វើឲ្យកระดาษអញ្ចឹងតែម្ដងខ្ជិលចេបជប់กระดาษកាត់តូចអីច្រើនបងប្អូនពួកខ្ញុំធ្វើអញ្ចឹងលឿនចំពោះស្នូលកញ្ឆាយបើបងប្អូនចូលចិត្តសាច់បងប្អូនអាចចិញ្ច្រាំទៅជ្រូកចិញ្ច្រាំដាក់ឆាជាមួយក៏បានដែរពេលដែលយើងរៀបចំរួចហើយឥឡូវខ្ញុំយកខ្លាញ់មកលាបពីលើនំដើម្បីពេលយើងចំហុយទៅឲ្យនំយើងគឺថាបានថ្លាល្អបន្ទាប់មកខ្ញុំបន្ថែមពណ៌ដើម្បីឲ្យមានសោភ័ណភាពបន្តិចយើងដាំទឹកឲ្យក្តៅរួចហើយយើងដាក់ចំហុយរយៈពេល15នាទីយើងចំហុយតែ15នាទីគឺថានំយើងឆ្អិនល្អតែម្ដងបងប្អូនរួចហើយយើងទុកចោលឲ្យត្រជាក់សិនទៅចាំយើងយកមកចៀនហើយការចៀនវិញក៏អត់ពិបាកដែរយើងគ្រាន់តែកម្ដៅខ្ទះឲ្យក្តៅហើយយើងដាក់ខ្លាញ់បន្តិចមកហើយយើងដាក់នំកញ្ឆាយយើងចៀនត្រឡប់ចុះត្រឡប់ឡើងទៅឲ្យនំយើងបានក្រៀមបន្តិចមកគឺជាការស្រាច់ឬមួយក៏បងប្អូនអត់ចូលចិត្តចៀនបងប្អូនអាចញ៉ាំអញ្ចឹងតែម្ដងក៏បានដែរនំកញ្ឆាយចៀនយើងញ៉ាំជាមួយទឹកត្រីផ្អែមបងប្អូននិយាយពីថាត្រូវជាតិគ្នាខ្ញុំធ្លាប់ឃើញមានបងប្អូនខ្លះគាត់ហូបនំកញ្ឆាយហើយគាត់បន្ថែមបន្លែខាងក្រៅហើយយើងដាក់ទឹកត្រីផ្អែមហើយយើងបន្ថែមទឹកម្ទេសបន្តិចមកតែប៉ុណ្ណេះគឺថារួចរាល់ហើយវិធីនេះស្រួយជាងលើកមុនសាមុនស្រួយដែរតែសាច់ខាងក្នុងរាងទន់សរុបទៅគឺថាម្យ៉ាងម្នាក់អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត